ស្រីអ្នកគ្នាថ្ងៃនេះគឺយើងមកជួបវីដេអូថ្មីហើយថ្ងៃនេះគឺខ្ញុំបានរៀបចំបង្ហាញពីការធ្វើ melody bot ក្របីចូលស៊ីស្រូវហ្នឹងហើយនេះគឺខ្ញុំបានធ្វើហើយប៉ុន្តែខ្ញុំចង់បង្ហាញពីរបៀបចុចចឹងណាតោះឥឡូវខ្ញុំសូមលុបចោលអស់សិនហើយប្រាប់ពីរបៀបចុចសារឡើងវិញចំពោះការយកបទចម្រៀងចូលឬក៏ plug in អីមកប្រើហ្នឹងហើយខ្ញុំរំពឹងថាអ្នកទាំងអស់គ្នាអាចចេះហើយអញ្ចឹងបានខ្ញុំមិនបង្ហាញម្ដងទៀតណាតោះឥឡូវនេះគឺយើងចាប់ផ្ដើមតែម្ដងទៅកុំអោយវិញឆ្ងាយជំហានដំបូងអ្នកគ្នាចូលមកផ្ទាំង channel នេះផ្ទាំងmelody កន្លែងយើងធ្វើ melody ហ្នឹងអ្នកគ្នាអាចចូលមកផ្ទាំងហ្នឹងមកបន្តមកទៀតអ្នកគ្នាអាចចាប់ផ្ដើមនឹងម្ដងស្ដាប់បណ្ដាធ្វើបណ្ដាណានេះគឺខ្ញុំរៀបmelody នេះគឺខ្ញុំបានចុចហើយណាប៉ុន្តែនេះគឺខ្ញុំមកបង្ហាញអ្នកគ្នាដឹងពីរបៀបចុចទៅប៉ុណ្ណឹងណាតោះឥឡូវយើងចាប់ផ្ដើមចូលយើងស្ដាប់សិនស្ដាប់បទគេសិនហើយបទហ្នឹងដូចជាបទរបស់បង DJ លេងណាលេងចឹងណាស្ដាប់សិនទៅអូខេហ្នឹងគឺបទគាត់ឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងយើងចូលផ្ទាំងធ្វើ melody របស់យើងមកគេចាប់ផ្ដើមចុចណាដោយសារខ្ញុំធ្វើឲ្យម្ដងដោយសារខ្ញុំមិនសូវមានពេលអញ្ចឹងទៅខ្ញុំធ្វើឲ្យហើយជា demo សិនណាតោះមកខ្ញុំបង្ហាញតោះនេះគឺយើងស្ដាប់មកអូខេអញ្ចឹងវាភ្លាវគ្រាប់ហ្នឹងណាទីดึงអូខេចឹងយើងធ្វើបន្តមកយើងស្ដាប់ផងយើងធ្វើផងទៅមេរៀនគឺដដែលទេរបៀបការចុចចុះមិនសូវយើងស្ដាប់មិនសូវបានយើងនឹងធ្វើមកវាភ្លាវហើយចុចខុសវាភ្លាវដូចគ្នាដែរការធ្វើ melody អញ្ចឹងវាចុះមកក្រោមវិញណាកន្លែងនេះវាចុះមកក្រោមវិញអូខេចុះឲ្យវាឡើងអញ្ចឹងmelody វាប៉ុណ្្នឹងឯងវាចុះឡើងចុះទៅប៉ុណ្្នឹងឯងណាអូខេតមកវាចុះមកវិញទៀតហើយរៀងចុះមកវិញមកក្រោមវិញវាមកក្របនេះវិញណានៅស្ដាប់មើលសិនអូខេវារៀងភ្លាវវិញវារៀងភ្លាវនឹងកន្លែងនេះនឹងមិនត្រូវអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះកន្លែងពីលេខ3នឹងដល់លេខ5គឺវាដូចគ្នាតែវា repeat ម្ដងទៀតទូទៅបាត់បន្ត្រឹមគឺចឹងវាធ្វើមួយបាពីរបាហើយវា repeat ចឹងវាដូចគ្នាអញ្ចឹងអ្នកគេអាច control A មក control C control V ផាសវា copy ហើយនឹងផាសទៅមកនេះយើងទាញមកដាក់ចឹងមកណាព្រោះវាដូចគ្នាអាហ្នឹងសម្រាប់តែវា repeat មិនន័យថាបាវា
បទចម្រៀងហ្នឹងវាដូចគ្នាអញ្ចឹងវាអាចធ្វើបែបហ្នឹងបានអូខេឥឡូវយើងមើលស្ដាប់សាមើលអូខេហ្នឹងគឺវាដូចគ្នាអញ្ចឹងណាតមកវាចូលបារថ្មីអញ្ចឹងវាក៏ថ្មីដែរណាយើងចុចមកវាឡើងអូខេវាឡើងចុះនៅហ្នឹងបទចម្រៀងនេះវាឡើងមកគ្រាប់វិញដល់មកបានវាចុះទៀតតមកវាចុះនេះវាចុះខ្លាំងឥឡូវឧទាហរណ៍យើងចុះត្រឹមគ្រាប់ E នេះចុះឃើញវារៀងភ្លាវវាអត់ត្រូវទេអ្នកអាចស្ដាប់មើលបានវាអត់ត្រូវអញ្ចឹងយើងចុះមកក្រោមទៀតឃើញហើយអាហ្នឹងបានវាត្រូវហ្នឹងបានត្រូវអូខេបន្ទាប់មកយើងធ្វើតទៅមុខទៀតហ្នឹងវាឡើងវាឡើងមកប៉ះគ្រាប់ហ្នឹងបានវាចុះមកវិញឃើញហើយកន្លែងនេះវាចុះមករហូតហើយសួរថាហេតុអីបានខ្ញុំដឹងតែវាចុះឡើងចម្លើយគឺព្យាយាមស្ដាប់ដំបូងដូចគ្នាខ្ញុំមិនជាអ្នកចេះធ្វើអីទេប៉ុន្តែខ្ញុំព្យាយាមស្ដាប់ហើយចុចហើយស្ដាប់ព្រោះហ្នឹងរបៀបយើងអ្នកអត់ចេះភ្លេងយើងរៀនអញ្ចឹងអត់ចេះអក្សរភ្លេងប៉ុន្តែបើអ្នកចេះអក្សរភ្លេងគេអាចរៀនតាម note តាម chord តាមអីអញ្ចឹងមកវាឆាប់ចេះប៉ុន្តែវាស្មុគស្មាញបន្តិចអញ្ចឹងបានខ្ញុំបង្ហាញរបៀបហ្នឹងគឺរបៀបដែលអត់ចេះអក្សរភ្លេងព្រោះតែយើងប្រើតិចហើយនឹងម៉ៅយើងចុចយកតែម្ដងអូខេនេះវាសល់តែបន្តិចទៀតទេឥឡូវយើងចាប់ផ្ដើមធ្វើបញ្ចប់ទាំងម្ដងទីងទៅវានៅលើវិញយើងចិត្តចប់ហើយណាសល់តិចទៀតទេប៉ុន្តែវាកតុយបន្តិចគឺវារៀងវែងណាវែងអូខេតបមកវាធ្លាក់មកវិញធ្លាក់ហើយគឺវាធ្លាក់បញ្ចប់តែម្ដងអញ្ចឹងវាបញ្ចប់នៅក្រប E នេះហឺអូខេហ្នឹងគឺវាធ្លាក់មកអញ្ចឹងឥឡូវអ្នកស្ដាប់អ្វីដែលយើងធ្វើថ្មី
អូខេនេះគឺអ្វីដែលយើងទទួលបានណាអ្វីយើងទទួលបានតោះឥឡូវនេះស្ដាប់ជាមួយរបស់គេបន្តិចអូខេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងណាហើយខ្ញុំយក plugin FL Key របស់ default FL Studio ហ្នឹងមកបង្ហាញអញ្ចឹងគេអាចដាក់ធ្វើតាមខ្ញុំហើយអាចដាក់ plugin ផ្សេងៗបានដែលមាន Synology មាន Contact មានស្អីផ្សេងទៀតដែលអ្នកគ្នាចង់ប្រើអញ្ចឹងអ្នកគ្នាអាចធ្វើបានណាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងណាហើយទោះខុសអីយ៉ាងណាអធិស្ឋានផងហើយចង់បានបទថ្មីអាច comment បានហើយជួយ share ចែកម្លែកទៅកាន់អ្នកផ្សេងៗដែលគាត់ចង់រៀនផងអូខេអញ្ចឹងបាយបាយអ្នកគ្នា